ក្នុងវីដេអូនេះខ្ញុំបង្ហាញមិត្តជាងយើងអំពីរបៀបទៅស្វែងរក firmware របស់ពួក Xiaomi ឬក៏យើងហៅថា Mac Mi នោះបាទយើងចុចបើក Internet browser ណាមួយដែលយើងនិយមប្រើមកហ្នឹងហើយយើងវាយឈ្មោះវាហ៎ឧទាហរណ៍ថា Mi 9A អញ្ចឹង Mi 9A ដក clear មក global ដក clear ទៀត room វាយអញ្ចឹងមកអានេះយើងចង់រកអា firmware global ដែល convert ពី China version ទៅជា global version ដែលមាន Play Store នៅហ្នឹងណានេះយើងវាយអញ្ចឹងម៉ាក់អីយើងវាយឈ្មោះម៉ាក់ហ្នឹងទៅនេះ Mi 6A Mi 9A Mi 9 Mi ស្អីក៏ដោយដែរវាយមកបាទហើយដក clear global room ហើយចុចលើ keyboard នោះចុច enter ផោងទៅចុចទៅលើអា link ដែលនៅលើគេហ្នឹងជា link website ដែលត្រឹមត្រូវហើយបាទចុចទៅហើយយើង scroll ចុះក្រោមចុចទៅលើកន្លែងប៊ូតុងពាក្យថា global ហ្នឹងបាទរួចហើយអានៅលើគេហ្នឹងគឺជា version ដែលខ្ពស់ជាងគេអានៅបន្តបន្ទាប់ហ្នឹង version ទៀបបន្តបន្ទាប់គ្នាមកហ្នឹងហើយអញ្ចឹងយើងយកលើគេចោះឧទាហរណ៍ណាបាទយើងចុចលើប៊ូតុង download មកដល់កន្លែងនេះវាមានឲ្យយើង download ដល់ទៅ4 5 6ប៊ូតុងអញ្ចឹងយើងចុចទៅលើអាទី1សាក់មើលទៅហើយវា download ហើយយើងមើល11ម៉ោងធ្លាក់មក1ម៉ោងអាហ្នឹង1ម៉ោងរួចអញ្ចឹងណាអញ្ចឹងខ្ញុំ stop សិន cancel សិនចូលម្ដងទៀតចូលទៅលេខ2មើលទៅអាមួយណាដែលដើរលឿនជាងគេ download ឆាប់ចប់ជាងគេយើងយកអាហ្នឹងមិនកំណត់ថាលេខ1ល្អលេខ2ល្អអីទេទៅតាមកុំព្យូទ័រទេកុំព្យូទ័រខ្លះលេខ1លឿនលេខ2យឺតលេខ3យឺតអញ្ចឹងទៅអាមួយណាដែលដើរលឿនសំចិត្តយើងតេស្តមើលទៅអាមួយណាដើរលឿនជាងគេយកអាហ្នឹងទៅអាខ្លះ download 3ថ្ងៃឯណា5ថ្ងៃនេះអាមួយនេះលេខរៀងទីប្រមាណខ្ញុំចុចមិញតែ18នាទីចប់ហើយអញ្ចឹងនេះជារបៀបស្វែងរក firmware របស់ Mac Mi គ្រប់ model ទាំងអស់យើងរកអញ្ចឹងបាទ